Yeah សួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរយើងបានចិត្តដល់ថ្ងៃរត់ហើយយើងក៏បានមកសមបងប្អូនហ្នឹងហើយនៅតាមវាស្រែប៉ុន្តែខ្ញុំក៏ឆ្លៀតថតឲ្យពុកម៉ែបងប្អូនបានឃើញពីទស្សនវិជ្ជានៅតាមវាស្រែឃើញថាសួស្អាតមែនទេបងប្អូនប៉ុន្តែនៅកន្លែងនោះមានមនុស្សលេងច្រើនព្រោះបងប្អូនគាត់មកលេងមកមើលថ្ងៃលិចអញ្ចឹងណាហ្នឹងហើយនៅនោះនឹងមើលឃើញណាបងប្អូនមកបែរមើលនោះក្រហមនោះតែតិចទៀតខ្ញុំនឹងរត់ទៅដល់ហ្នឹងហើយយ៉ាប៉ុន្តែអត់មានភ្លៀងទេបងប្អូនអើយនៅតាមវាស្រែរាំងហើយទឹកនៅបន្លាយក៏អត់មានដែរឥឡូវយើងធ្វើការរត់ទាំងអស់គ្នាបងប្អូនតិចទៀតយើងនឹងទៅរត់នៅខាងកំពង់ធំ42គីឡូហើយក៏សង្ឃឹមថាបងប្អូននៅខាងកំពង់ធំឃើញហៅផងបាទ